ខ្ញុំប្រកាសណាសនមាសការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមក្រាបថ្វាយបង្គំប្រកាសណាជាម្ចាស់ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់សូមគោរពលោកតាបណ្ឌិតកុលភេងលោកគ្រូធម្មណនលោកគ្រូច័ន្ទហួរនិងគ្រប់ដល់ពុទ្ធបរិស័ទទាំងអស់នៅក្នុងពេលនេះយើងសិក្សាប្រសូតជាបន្តទៅទៀតចូលមកដល់តតយបនាសកៈវគ្គទី1អាសាវគ្គក្នុងវគ្គនេះសិក្សាបានមួយប្រសូតហើយសម្រាប់រាត្រីនេះសិក្សាបន្តចូលមកក្នុងប្រសូតទី2បាទប្រសូតទី2ព្រះអង្គទ្រង់ត្រាស់សម្ដែងជាមួយនឹងភិក្ខុទាំងឡាយអំពីទលភៈបុគ្គលដែលរកបានដោយក្រក្នុងលោកបាទអញ្ចឹងបុគ្គលដែលរកបានដោយក្រក្នុងលោកហ្នឹងគឺមានច្រើនយ៉ាងតែក្នុងទីនេះយើងសិក្សាតាមលំដាប់ទៅក្នុងសូត្រហ្នឹងទ្រង់ត្រាស់សម្ដែង2យ៉ាងបាទហើយក្នុងទីដទៃទៀតក៏មានដែរតែគាត់ថាយើងធ្លាប់សិក្សាហើយអញ្ចឹងទៅហើយនឹងយើងសម្ដែងទៅតាមអត្ថន័យនៃប្រសូតបាទបើថាក្នុងទូកនិបាតនឹងសម្ដែងមាន2អញ្ចឹងទៅអញ្ចឹងក្នុងសូត្រនេះដែលជាទលភៈបុគ្គលទលភៈហ្នឹងគឺមានន័យថារកបានដោយក្របាទមកអំពីទុបោកលភៈបុក្ខៈប្រែថាកិរិយាបានដោយកម្រឬវត្ថុដែលបានដោយកម្រមានវគ្គថាទុដ្ឋុទុក្ខេនៈវាលភតេតិទលភៈកិរិយាបានដោយក្រឬក៏វត្ថុដែលបានដោយក្រហ្នឹងឈ្មោះថាទលភៈអញ្ចឹងទលភៈហ្នឹងបើយើងយកទៅនិយាយភ្ជាប់ដោយពាក្យដតីទៀតវាប្រព្រឹត្តទៅតាមហ្នឹងទៅបាទបើយើងនិយាយពីបុគ្គលហ្នឹងគេហៅថាទលភៈបុគ្គលហ្នឹងជាបុគ្គលដែលរកបានដោយក្របាទអញ្ចឹងសេចក្តីដែលជាបុគ្គលរកបានដោយក្រសម្រាប់សូត្រនេះគឺមាន2យ៉ាងទី1បុព្វការីអ្នកដែលធ្វើឧបការៈមុននឹងរកបានដោយក្រក្នុងលោកដែរហើយទី2កតញ្ញូកតវេទីបុគ្គលដឹងឧបការៈដែលគេធ្វើហើយធ្វើតបវិញនឹងក៏រកបានដោយក្រដែរនេះគឺជាទលភៈបុគ្គលនៅក្នុងសូត្រនេះបាទហើយមិនបានបុព្វការីហើយនឹងកតញ្ញូកតវេទីនឹងរកបានដោយក្រយើងមើលសេចក្តីដែលអត្តកថាលោកបញ្យលបាទដែលថាបុព្វការីរកបានដោយក្រហ្នឹងមកអំពីតែងធ្វើសេចក្តីសម្គាល់ថាអ៊ីណាំងទេមិបាទបុព្វការីហ្នឹងធ្វើសេចក្តីសម្គាល់ថាអ៊ីណាំងទេមិមានន័យថាយើងឲ្យបំណុលបាទយើងឲ្យការចោទចម្ពាក់ឲ្យបំណុលបាទអ៊ីណាំងហ្នឹងបំណុលទេមិហ្នឹងគឺមានន័យថាយើងឲ្យនៅបំណុលហើយកតញ្ញូកតវេទីដែលថារកបានដោយក្រហ្នឹងមកអំពីធ្វើសេចក្តីសម្គាល់ថាអ៊ីណាំងជីវាបេមិបាទអ៊ីណាំងជីវាបេមិនឹងអ្នកដែលធ្វើតបខាងក្រោយហ្នឹងដែលមិនសម្គាល់ថាយើងនឹងសងបំណុលយើងនឹងសងនៅបំណុលបាទនឹងសេចក្តីដែលអត្តកថាលោកបញ្យលហើយលោកបញ្យលមានសេចក្តីតិចពេកអញ្ចឹងទៅយើងចូលទៅមើលសេចក្តីដែលដីកាលោកបញ្យលបន្ថែមបាទដីកាលោកបញ្យលច្រើនជាងអត្តកថាបាទហើយដីកាដែលបញ្យលហ្នឹងបែរលោកបញ្យលទៅតាមកំណត់របស់លោកទាំងស្រុងឯងគឺលោកទៅដកស្រង់ចេញពីអត្តកថាដតេយកមកបញ្យលអញ្ចឹងពេលខ្លះខ្ញុំចេះតែនិយាយថាយើងពេលខ្លះយើងឃើញដីកានិយាយចាយើងគិតថាពាក្យហ្នឹងពាក្យដីកាវាមិនមែនពាក្យដីកាទាំងអស់ទេពាក្យខ្លះនៅក្នុងអត្តកថាដដែលទេតែគាត់ថាក្នុងអត្តកថាដតីក្នុងដីកាវាមានពាក្យដីកាដែលបញ្យលបន្ថែមអញ្ចឹងឯងតែគាត់ថាសេចក្តីខ្លះក៏មិនមែនជាពាក្យដីកាទាំងអស់នោះដែរបាទគឺពាក្យអត្តកថាដដែលហ្នឹងតែគាត់ថាអត្តកថាកន្លែងដតីហើយគាត់ថាយើងអត់ដឹងថាលោកដកចេញមកពីណាអញ្ចឹងតោះតែយើងមើលឲ្យច្រើនទៅយើងដឹងថាកន្លែងហ្នឹងលោកបញ្យលដកចេញពីកពីអីហ្នឹងអញ្ចឹងដីកាលោកដកសេចក្តីបញ្យលអំពីអត្តកថាបុគ្គលបញ្ញត្តិបាទពីព្រោះរឿងបុគ្គលពីរពួកដែលរកបានដោយក្រក្នុងលោកក្នុងសូត្រនេះក៏មានសម្ដែងនៅក្នុងគម្ពីរអភិធម្មដែរគឺនៅក្នុងគម្ពីរបុគ្គលបញ្ញត្តិណាបាទនឹងឯងហើយក្នុងអត្តកថាបញ្ចបការណដ្ឋកថាហ្នឹងបានធ្វើសេចក្តីបញ្យលបាទអញ្ចឹងនៅក្នុងអត្តកថាឬក៏ដីកាបាទរបស់គម្ពីរព្រះអភិធម្មហ្នឹងបានធ្វើសេចក្តីបញ្យលបន្ថែមបាទទៅលើសេចក្តីនៃបុគ្គលទាំងពីរពួកហ្នឹងនៅក្នុងទលភនតេបាទទលភាតេអ្នកសុលភាបាទ
បត់ថាទលភាបានដល់មិនរកបានដោយងាយបាទមានន័យថារកបានដោយក្រគឺរកមិនបានដោយងាយបាទអញ្ចឹងបុព្វការីនឹងគឺជាអ្នកដែលធ្វើឧបការៈមុនបាទបុព្វការីណាអ្នកដែលធ្វើមុនធ្វើឧបការៈមុនបាទហើយកតញ្ញូកតវេទីអ្នកធ្វើឧបការៈដែលអ្នកដតីធ្វើឲ្យហ្នឹងគឺការតបស្នងសងគុណឲ្យប្រកបបាទអញ្ចឹងសម្រាប់បុគ្គលទាំងពីរហ្នឹងគឺមានការសម្ដែងដោយអកិរិយៈបាទដែលជាក្រហោះហ្នឹងហើយនឹងអនកិរិយៈដែលជាបព្វជិតបាទអញ្ចឹងគឺយកទៅចែកយកទៅសម្ដែងដោយបុគ្គលជាក្រហោះហើយនឹងបព្វជិតបាទបុព្វការីហើយនឹងកតញ្ញូកតវេទីហ្នឹងណាលោកសម្ដែងចែកដោយក្រហោះហើយនឹងបព្វជិតបាទក្រហោះហ្នឹងគឺអកិរិយៈហើយបព្វជិតហ្នឹងអនកិរិយៈបាទអញ្ចឹងសម្រាប់អកិរិយៈមេដាបិតាឈ្មោះថាបុព្វការីបាទហើយបុត្រធីតាដែលបដិបត្តិចិញ្ចឹមទំនុកបំរុងនិងធ្វើការអភិវឌ្ឍជាដើមដល់មេដាបិតានោះឈ្មោះថាកតវេទីបាទសម្រាប់អនកិរិយៈដែលជាអ្នកបួសបាទអាចារ្យនិងឧបជាឈ្មោះថាបុព្វការីហើយអន្តេវាសិកសទ្ធិវិហារៈដែលបដិបត្តិចិញ្ចឹមទំនុកបំរុងនិងធ្វើការអភិវឌ្ឍជាដើមដល់អាចារ្យនិងឧបជានោះឈ្មោះថាកតវេទីបាទហ្នឹងគឺមួយន័យបាទមួយន័យទៀតបកលណាការអ្នកដតីមិនបានធ្វើឧបការៈមិនសម្លឹងឧបការៈដែលអ្នកដតីធ្វើទុកក្នុងខ្លួនទេហើយធ្វើឧបការៈបកលនោះឈ្មោះថាបុព្វការីហើយបុព្វការីដែលថាជាទលភៈបកលណាជាបកលរកបានដោយក្រហ្នឹងពីព្រោះបាទនេះអត្តកថាក្នុងព្រះអភិធម្មបញ្ចូលបន្ថែមពីព្រោះភាវៈនៃសត្វទាំងឡាយនឹងត្រូវតណ្ហាក្របសង្កត់ឃើញអភិធម្មសម្ដែងក្នុងផ្សេងជាអ្នកផ្សេងនេះសម្ដែងដោយផ្សេងជាអ្នកផ្សេងថារកបានដោយក្រហ្នឹងមកអំពីសត្វទាំងឡាយហ្នឹងវាត្រូវតណ្ហាក្របសង្កត់តែពេលដែលត្រូវតណ្ហាក្របសង្កត់ហ្នឹងយើងយកមកច្បាច់បញ្ចូលអត្តន័យឲ្យត្រូវជាមួយគ្នានឹងអត្តកថាអង្គតរនិកាយនេះគឺមានសេចក្តីសមគ្នាត្រង់លោកបញ្យល់ថាបុព្វការីហ្នឹងតែងធ្វើសេចក្តីសម្គាល់ថាអ៊ីណាំងទេមិយើងឲ្យនៅបំណុលតែពេលអាការដែលសម្គាល់អញ្ចឹងมันជាការដែលត្រូវតណ្ហានឹងក្របសង្កត់ពីព្រោះដូចថាយើងទៅឲ្យបំណុលគេខ្ចីអាហ្នឹងយើងមិនចង់បានមិញចង់បានការប្រាក់អីចឹងទៅនឹងមិនត្រូវតណ្ហាក្របសង្កត់នឹងសេចក្តីនឹងលោកបញ្ចូលបន្ថែមអញ្ចឹងបាទដែលថាបុព្វការីរកបានដោយក្រហ្នឹងមកអំពីភាវៈនៃសត្វទាំងឡាយហ្នឹងតែងត្រូវតណ្ហានឹងក្របសង្កត់បាទបកលណាដឹងឧបការៈដែលអ្នកដតីធ្វើចំពោះខ្លួនប្រកាសនៅឧបការៈដែលប្រព្រឹត្តទៅតាមសមគួរដល់ឧបការៈដែលអ្នកដតីបានធ្វើឲ្យនោះបកលនោះឈ្មោះថាកតញ្ញូកតវេទីបាទហើយកតញ្ញូកតវេទីដែលឈ្មោះថារកបានដោយក្រហ្នឹងព្រោះភាវៈនៃសត្វទាំងឡាយនឹងត្រូវអវិជ្ជានឹងក្របសង្កត់បាទអញ្ចឹងដែលថាកតញ្ញូកតវេទីរកបានដោយក្រហ្នឹងមកអំពីសត្វទាំងឡាយហ្នឹងវាមានអវិជ្ជាក្របសង្កត់វាអត់ដឹងគុណណាភាគច្រើនអត់ដឹងគុណតែពេលអត់ដឹងគុណទៅពេលដែលតបស្នងសងគុណគេអាហ្នឹងតែមានសេចក្តីសម្គាល់ថាអ៊ីណាំងជីវាបេមិអានឹងយើងសងបំណុលសងទៅរួចហើយគឺតែងតែគិតថាសងប៉ុណ្ណឹងទៅវារួចហើយដូចថាខ្ចីគេ1000អញ្ចឹងសងទៅវិញ1000នឹងរួចគ្នាមានចពាក់អីទៀតអានឹងឯងដែលចង់និយាយថាវាត្រូវអវិជ្ជាក្របសង្កត់ហ្នឹងអញ្ចឹងត្រង់តាសម្ដែងថាជាបុគ្គលរកបានដោយក្រក្នុងន័យហ្នឹងទោះជាអភិធម្មនឹងប្រសូតសម្ដែងដោយផ្សេងជាអ្នកផ្សេងគ្នាអញ្ចឹងក៏ពិតមែនតែអត្តរិយអត់ខុសគ្នាទេបាទហ្នឹងគឺជាក្នុងអត្តន័យបុគ្គលទាំងពីរពួកបាទក្នុងន័យទី2បាទន័យទី3បាទបុគ្គលដែលមានមេត្តាស្រឡាញ់រាប់អានដោយមិនមានហេតុនឹងឈ្មោះថាបុព្វការីហើយបុគ្គលដែលមានមេត្តាស្រឡាញ់រាប់អានដោយមានហេតុនឹងឈ្មោះថាកតញ្ញូកតវេទីនេះជាន័យទី3ន័យទី4បុគ្គលអ្នកធ្វើប្រយោជន៍ដោយមិនសម្លឹងដល់ហេតុជាដើមយ៉ាងនេះថាអ្នកនេះបានធ្វើឧបការៈដល់យើងនឹងឈ្មោះថាបុព្វការីបាទនឹងធ្វើប្រយោជន៍ដល់គេអត់សម្លឹងដល់ហេតុទេបាទនឹងហៅថាជាបុព្វការីហើយបុគ្គលដែលធ្វើឧបការៈដោយសម្លឹងដល់ហេតុយ៉ាងនេះថាអូអ្នកនេះបានធ្វើឧបការៈដល់យើងអញ្ចឹងបុគ្គលនឹងឈ្មោះថាកតញ្ញូកតវេទីបាទនេះក្នុងន័យទី4បាទន័យទី5បាទ
តមោជោតិបរាជណោបុព្វការីបាទបុគ្គលដែលងងឹតទៅវិញភ្លឺបុគ្គលងងឹតទៅវិញភ្លឺឈ្មោះថាបុព្វការីបាទតមោជោតិបរាជណោអាហ្នឹងបុគ្គលងងឹតទៅវិញភ្លឺមិនបុគ្គលហ្នឹងមកងងឹតទៅវិញភ្លឺគឺបុគ្គលងងឹតទៅវិញភ្លឺបាទអាហ្នឹងខ្ញុំពិនិត្យមើលសាប់ក្នុង3ដកលេខ19 3ដកលេខ29 3ដកលេខ42 3ដកលេខ83មិនមែនចង់និយាយថាបុគ្គលមកងងឹតឯគឺបុគ្គលហ្នឹងងងឹតទៅវិញភ្លឺបាទតមោហ្នឹងគេចង់និយាយពីបុគ្គលងងឹតមិនមែនបុគ្គលហ្នឹងមកងងឹតទេគឺបុគ្គលហ្នឹងងងឹតបាទហើយចូលតិបរាជណោហ្នឹងគឺទៅវិញភ្លឺអញ្ចឹងបុគ្គលងងឹតទៅវិញភ្លឺហ្នឹងឈ្មោះថាបុព្វការីបាទចូលតិបរាជណោកតញ្ញូកតវេទីបុគ្គលភ្លឺទៅវិញភ្លឺឈ្មោះថាកតញ្ញូកតវេទីបាទនេះក្នុងន័យទី5បាទក្នុងន័យទី5ន័យទី6ទេសេតាបុព្វការីបាទអ្នកដែលសំដែងនឹងឈ្មោះថាបុព្វការីហើយសំដែងធម៌ទេសនាជាធម្មកថាណានឹងហៅថាជាបុព្វការីបដិបច្ចិតាកតញ្ញូកតវេទីបាទបុគ្គលអ្នកបដិបត្តិធម៌នឹងឈ្មោះថាកតញ្ញូកតវេទីចឹងអ្នកដែលសំដែងធម៌ឈ្មោះថាបុព្វការីហើយអ្នកបដិបត្តិធម៌ឈ្មោះថាកតញ្ញូកតវេទីនេះក្នុងន័យទី6ន័យទី7សតេវកេលោកេអរហង្គសម្មាសម្ពុទ្ធោបុព្វការីបាទព្រះអរហន្តសម្មាសម្ពុទ្ធឈ្មោះថាបុព្វការីក្នុងលោកព្រមទាំងទេវលោកអញ្ចឹងន័យទី7នេះព្រះសម្មាសម្ពុទ្ធនឹងហៅថាជាបុព្វការីអរិយសាវកោកតញ្ញូកតវេទីបាទព្រះអរិយសាវកឈ្មោះថាកតញ្ញូកតវេទីណានេះគឺន័យទី7បាទអញ្ចឹងពាក្យថាបុព្វការីហើយនឹងកតញ្ញូកតវេទីហ្នឹងក្នុងអត្ថកថាបុគ្គលបញ្ញត្តិហើយនឹងដីកាអង្គុត្តរនិកាយហ្នឹងសម្ដែងអត្ថន័យនឹងដូចគ្នាចាំបានខ្ញុំបញ្ជាក់ថាពេលខ្លះពេលដែលយើងបដិសេធដីកាផុងចឹងយើងមើលផងថាពាក្យហ្នឹងពាក្យដីកាលោកផ្ទាល់ឬក៏ពាក្យអត្ថកថាបាទអញ្ចឹងពាក្យហ្នឹងនៅក្នុងដីកាក៏ពិតមែនតែបើយើងចេះស្រាវជ្រាវតទៅទៀតដីកាយកពីអត្ថកថាយកទៅនិយាយទៅសឹងថាលោក copy ផងនិយាយទៅពីព្រោះផ្សេងជាអ្នកវាចេញមកដូចគ្នាសឹងទាំងអស់អញ្ចឹងបានន័យថាពាក្យហ្នឹងពាក្យអត្ថកថាដដែលហ្នឹងគាត់ថានៅក្នុងដីកាបាទអញ្ចឹងលោកសំដែងអំពីបុព្វការីហើយនឹងកតញ្ញូកតវេទីហ្នឹងមានដល់ទៅ7ន័យបាទ